សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំមាន specialized hard rock sport នេះទឹកថ្នាំវាស្អាតណានេះអត់តពូលាប៉ុណ្ណឹងណាអ្នកនរគ្នាតពូលាប៉ុណ្ណឹងចឹងខ្ញុំមើលពូលាឲ្យដល់ស្អាតជាងហ្នឹងណា aluminum A1 aluminum handmade in China handmade ចឹងបានន័យថាផលិតដោយដៃគ្រឿងប្រើប្រាស់ Shimano ETA ខាងមុខ Shimano ETA អ្នកនរគ្នាShimano ដូចគ្នាប៉ុន្តែគាត់ថាដុំគេខាងក្រោយនេះអ្នកនរគ្នាដុំគេខាងក្រោយគឺជាប្រភេទដុំឡើងទួលខ្ពស់ឡើងស្ពានអីស៊ីផុយណាប្រើអាលេខចុងក្រោយនេះអូខេដៃលេខរបស់គេគឺប្រើប្រាស់ Acera នេះអ្នកនរគ្នា7លេខ Shimano Acera 7លេខ3ខាងមុខ7ខាងក្រោយចឹង specialized នេះតម្លៃមិនថ្លៃទេនេះណាតម្លៃតែ130នេះតួលុយញោមមានបូមមុខជាប្រភេទកង់គេហៅអាចប្រភេទកង់ភ្នំដោយសារតែមានបូមគេសម្គាល់ថាជាប្រភេទកង់ភ្នំចឹងទៅប៉ុន្តែប្រភេទកង់នេះគឺស័ក្តិសមសម្រាប់បងដែលគាត់ចង់ជិះហាត់ប្រាណដែលគាត់ត្រូវការបូមជិះទៅកន្លែងផ្លូវកលុកតិចក្មេងៗដែលគាត់អាយុ9ឆ្នាំដល់13 14 15ឆ្នាំក៏ជិះទៅរៀនគឺអូខេភេទអស់នេះគឺងាយស្រួលជិះបានទាំងនិយាយទៅគ្រប់វ័យទាំងអស់អ្នកនរគ្នាវាអត់ប្រកាន់ទេប្រភេទ model អស់នេះណាអត់ប្រកាន់ទេអញ្ចឹងក្មេងៗដែលគាត់ឬក៏បងដែលមានកម្ពស់តែ1.50 ម៉ែត្រឡើងលើ1.40 ម៉ែត្រ1.50 ម៉ែត្រឡើងលើរហូតដល់1.7 ម៉ែត្រអាចជិះបានណាប្រភេទកង់មួយគ្រឿងនេះ specialized ណាអូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងនេះបើជាអត់ទាន់បានប៉ូលីអ្នកនរគ្នាអត់បានប៉ូលីទេកែស្អាតកែទុនស្រួលតែមានលហែកតិចអ្នកនរគ្នាណានេះយើងតម្លាក់ពីកង់ណើវាតែងតែមានណាចឹងវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយ